ជំរកសត្វព្រៃបឹងពេតនិងភ្នំថ្នោតភ្នំពកស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាបមានសហគមន៍តំបន់ការពារធម្មជាតិចំនួន4សំខាន់គឺសហគមន៍តំបន់ការពារធម្មជាតិព្រៃធំសហគមន៍តំបន់ការពារធម្មជាតិភ្នំបាឡាំងសហគមន៍តំបន់ការពារធម្មជាតិដំណាក់ខ្នាតត្រាចនិងសហគមន៍តំបន់ការពារធម្មជាតិភ្នំពកដែលសហគមន៍ទាំង4នេះស្ថិតនៅក្នុងឃុំពងរលើឃុំពងរក្រោមនិងឃុំខ្វៅនៅស្រុកជីក្រែងមានផ្ទៃដីសរុបចំនួន11,186 ហិកតានិងមានគណៈកម្មការស្រុបចំនួន51រូបនិងស្ត្រី6រូបតំបន់សហគមន៍ទាំង4នេះមានជីវៈចម្រុះសម្បូរបែបនិងមានសក្តានុពលធំធេងដែលបានផ្ដល់អត្ថប្រយោជន៍ដល់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ជាពិសេសវាជាប្រភពខ្សែទឹកខាងលើសម្រាប់ផ្គត់ផ្គង់ដល់តំបន់ជម្រាលទំនប់ម្កាក់និងអូរមាសបន្តហូរធ្លាក់ចូលស្ទឹងជីក្រែងនៃស្រុកជីក្រែងរហូតចាក់ចូលទៅក្នុងទន្លេសាបទោះជាយ៉ាងណាក៏ដោយនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះដែនជម្រកនេះបាននឹងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរពីការដកហូតផលនិងអនុផលធនធានធម្មជាតិហួសប្រមាណការកាប់បំផ្លាញព្រៃឈើការទន្ទ្រានដីសហគមន៍ធ្វើជាកម្មសិទ្ធិវាទីដីព្រៃដើម្បីដាំដំណាំដំឡូងមីនិងស្វាយចន្ទីបានកើនឡើងយ៉ាងគំហុកទន្ទឹមនឹងនេះផងដែរការប្រែប្រួលអាកាសធាតុនិងភាពខ្វះខាតនៅចំណេះដឹងបច្ចេកទេសផ្នែកកសិកម្មរបស់ប្រជាសហគមន៍គឺជាមូលហេតុដែលធ្វើឲ្យពួកគាត់ទទួលបានទិន្នផលតិចតួចព្រមទាំងប្រាក់ចំណូលទាបពីរបរកសិកម្មដែលជំរុញឲ្យពួកគាត់ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើការកាប់ព្រៃឈើដុតធ្យូងលក់ដើម្បីចិញ្ចឹមជីវិតតាមរយៈការសង្កេតផ្ទាល់ក៏ដូចជាលោកស្រីចេបម៉ាលីបូផាប្រធានអង្គការអ្នកត្រួតត្រែងនៃកម្ពុជាបានលើកឡើងថាគម្រោងថែរក្សាគម្របព្រៃដើម្បីភាពប្រសើរឡើងនៃជីវភាពនិងជីវៈចម្រុះពិតជាមានសារៈសំខាន់និងមានគោលបំណងចូលរួមលើកកម្ពស់ជីវភាពប្រជាសហគមន៍និងថែរក្សាដែនជម្រកសត្វព្រៃបឹងពេភ្នំថ្នោតភ្នំពកក្នុងភូមិសាស្ត្រខេត្តសៀមរាបនិងដាំស្ដារឡើងវិញនៅគម្របព្រៃឈើតាមរយៈការស្នើសុំកញ្ចប់ថវិកាគាំទ្រពីកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោកនៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិដោយមើលឃើញពីបញ្ហាប្រឈមហើយនិងតម្រូវការជាក់ស្ដែងរបស់ខាងសហគមន៍តំបន់ការពារធម្មជាតិចំនួន4នៅក្នុងស្រុកជីក្រែងខេត្តសៀមរាបអង្គការអ្នកត្រួតត្រែងនៃកម្ពុជាបានសហការជាមួយនឹងមន្ទីរបរិស្ថានហើយនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបអនុវត្តគម្រោងថែរក្សាគម្របព្រៃដើម្បីធ្វើឲ្យប្រសើរឡើងនៃជីវិតនិងជីវៈចម្រុះនៅក្នុងតំបន់នោះគម្រោងនេះទទួលបានការគាំទ្រថវិកាពីកម្មវិធីជំនួយខ្នាតតូចរបស់ UNDP ហើយយើងមានគោលដៅក្នុងការលើកកម្ពស់ជីវភាពសមាជិកសហគមន៍ហើយនិងថែរក្សាដែនជម្រកព្រៃបឹងពែភ្នំថ្នោតភ្នំពកនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបដើម្បីការពារគម្របព្រៃឈើជាជំហានដំបូងគឺការណែនាំជំរឿកសិកម្មប្រកបដោយចីរភាពដល់គ្រួសារគោលដៅចំនួន50គ្រួសារដើម្បីឲ្យពួកគេងាកចេញពីការពឹងផ្អែកលើធនធានព្រៃឈើមកអនុវត្តតាមគោលការណ៍កសិអេកូឡូស៊ីដូចជាការចិញ្ចឹមមាន់និងចិញ្ចឹមត្រីលក្ខណៈគ្រួសារវិញលោកស្រីឡែមគឹមលេងបានកត់សម្គាល់ឃើញថាក្រោយពីអនុវត្តតាមគោលការណ៍កសិអេកូឡូស៊ីគាត់អាចមានជីវភាពប្រសើរជាងមុនដោយមានការហូបចុកគ្រប់គ្រាន់និងអាចសល់យកទៅលក់ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃនិងអាចឲ្យកូនបានទៅសិក្សារហូតដល់ចប់និងបានបន្តទៅថ្នាក់មហាវិទ្យាល័យមុនពេលគម្រោងចូលមកប្រាក់ចំណូលក្នុងគ្រួសាររបស់ខ្ញុំខ្វះខាតច្រើនពឹងដល់ការធ្វើស្រែចម្ការនិងផ្គត់ផ្គង់ឲ្យកូនរៀនធ្វើស្រែរួចពីស្រែមកខ្ញុំបានចិញ្ចឹមមឿនចិញ្ចឹមមុនដំបូងចិញ្ចឹមមឿនជាធម្មតានៅជាបុរាណមេ4-5តែចិញ្ចឹមទៅវាចេះតែងើបយើងអាចបានទៅរៀនទៅសូត្រអាចបានចេះបច្ចេកទេសគេចិញ្ចឹមទៅវាមិនកាក់កបទេមិនបានតែបានដែរបានតិចតួចតាមពីខាងកម្រងចុះមកថាហៅខ្ញុំទៅរៀន
អ្នកខ្ញុំក៏បានទៅរៀនបាន4វគ្គបានត្រូវមឿន2វគ្គត្រី2វគ្គហើយអ្នកខ្ញុំបានចេះធ្វើចំណីចេះថែទាំចេះមើលបានគាត់គួងបានលក់ខ្លះហើយនឹងបានគាត់គួងក្នុងគ្រួសារខ្វះខាតអ្នកខ្ញុំនៅជាមួយកូន4នាក់បានលក់មឿនឯងបានឲ្យកូនរៀនហើយបានត្រីខ្លះបានហូបខ្លះបានលក់ខ្លះបច្ចុប្បន្នប្រាក់ចំណូលក្នុងគ្រួសាររបស់នាងខ្ញុំបានធំធាជាងមុនហើយនឹងផ្គត់ផ្គង់ឲ្យកូនរៀនបានល្អប្រសើរជាងមុន ដើម្បីឲ្យចំណេះដឹងទាំងនេះនៅតែបន្តយើងបានជ្រើសរើសកសិករគំរូចំនួន4រូបដើម្បីធ្វើជាគំរូនៅក្នុងសហគមន៍កសិករគំរូទាំងនេះកំពុងនាំមុខគេក្នុងការចែករំលែកចំណេះដឹងជំនាញនិងជំរុញលើកទឹកចិត្តដល់ពលរដ្ឋផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេជាលទ្ធផលកសិករចំនួន46គ្រួសារកំពុងអនុវត្តបច្ចេកទេសចិញ្ចឹមមាន់និងចិញ្ចឹមត្រីយ៉ាងសកម្មដែលជួយបង្កើតមូលនិធិថេរនិងតភ្ជាប់ផលិតផលរបស់ពួកគេទៅកាន់ទីផ្សារការលើកកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះប៉ុន្តែស្ថិរភាពរយៈពេលវែងនៃព្រៃឈើគឺអាស្រ័យលើការគ្រប់គ្រងនៅក្នុងស្រុកដ៏រឹងមាំយើងបានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិចំនួន4ដែលគ្របដណ្ដប់លើផ្ទៃដីជាង 11,186 ហិកតាជាជំហានបន្ទាប់គឺការកសាងសមត្ថភាពសមាជិកគណៈកម្មការសហគមន៍ចំនួន51រូបក្នុងនោះស្ត្រីមានចំនួន 30% ទទួលបានការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់លើការគ្រប់គ្រងនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាពនិងការដាំដុះឡើងវិញលើផ្ទៃដីរិចរិលនៅត្រឹមឆ្នាំ 2025 ទន្ទឹមនឹងនេះដែរសហគមន៍បានសហការជាមួយមន្ទីរបរិស្ថានបោះបង្គោលព្រំមេចំនួន 24 បង្គោលនិងបង្គោលព្រំរងចំនួន 78 បង្គោលដើម្បីកំណត់ព្រំដែនស្របច្បាប់នៃតំបន់ការពារធម្មជាតិរបស់ពួកគេតាមរយៈការបដិញ្ញាចិត្តចំពោះការការពារជីវៈចម្រុះសហគមន៍ក៏បានស្ដារឡើងវិញនូវការដាំកូនឈើចំនួន 12,500 ដើមដែលជួយបង្កើនគម្របព្រៃឈើបានចំនួន 15.5 ហិកតា ហើយនេះមន្ទីរបរិស្ថានខេត្តសៀមរាបបានសហការគ្នាជាមួយអង្គការគម្រោងត្រួសត្រាយកម្ពុជារៀបចំដាំស្ដារព្រៃលើឡើងវិញនៅចំណុចដែនក្នុងដែនជម្រកសត្វព្រៃបឹងប៉ែទីតាំងនេះគឺទទួលការកាប់ទន្ទ្រានពីជនសង្ស័យមួយចំនួនហើយយើងមន្ទីរក៏បានជ្រើសរើសទីតាំងនេះដាំស្ដារឡើងវិញដែលលើផ្ទៃដីចំនួន4ហិកតាហើយក្នុងនោះការដាំនេះគឺយើងមានដើមឈើចំនួន 12,000 ដើមហើយក្នុងដាំនេះ 12,000 ដើមនេះយើងបានចែកផ្ដល់ជូនទៅបងប្អូនប្រជាពលរដ្ឋមួយចំនួនហើយយើងដាំទីតាំងនេះប្រមាណជាង 4,000 ដើមយើងមានមន្ត្រីរបស់យើងប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃយើងហ្នឹងជាមួយនឹងកងទ័ពប្រចាំការបានយើងមានគាត់ដើរល្បាតជាប្រចាំហើយក្នុងការដើរល្បាតនេះគឺមិនមែនដើរល្បាតនេះគឺបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងរងបានន័យថាទាំងការពារទាំងការដាំស្រាហើយកិច្ចសហការនោះមិនមែននេះទេគឺរួមគ្នាទាំងប្រជាពលរដ្ឋនិងទាំងសមាជិកសហគមន៍ក៏ចូលរួមការពារនៅក្នុងតំបន់នោះដែរបាទពួកខ្ញុំមានមោទនភាពចំពោះអ្វីដែលសមិទ្ធផលដែលសហគមន៍របស់ពួកខ្ញុំសម្រេចបានហើយយើងបានការពារព្រៃឈើហើយកូនចៅរបស់ពួកយើងហូបបានគ្រប់គ្រាន់ហើយគាត់មានជីវភាពល្អប្រសើរត្រឹមបើដែរហើយយើងមានការរំពឹងខ្ពស់ពោះសមិទ្ធផលនិងពួកយើងប្រឹងប្រែងការពារបន្តទៅទៀតហើយព្រៃឈើពួកយើងបានការពារហើយនឹងដាំស្ដារកូនឈើឡើងវិញដើម្បីទុកសម្រាប់អនាគតកូនចៅជំនាន់ក្រោយរបស់ពួកយើងផងដែរបាទក៏សូមអរគុណដល់ម្ចាស់គម្រោងដែលបានផ្ដល់ជាបង្គោលរបស់បង្គោលព្រំសហគមន៍ដែលមានបង្គោលមេចំនួន6និងបង្គោលរងចំនួន35សម្រាប់បោះសង្កលដីព្រំសហគមន៍ដើម្បីកុំអោយជាប្រតិកិច្ចកាប់រុករានដីព្រៃកាន់កាប់ដីសហគមន៍ដោយខុសច្បាប់បន្តទៅទៀតហើយខាងសហគមន៍ក៏ជាយាមបញ្យលអប់រំណែនាំជាប្រតិកិច្ចកុំអោយកើតចូលកាប់លុកលុយឬរុករានកាន់កាប់ដីសហគមន៍ដោយខុសច្បាប់ដើម្បី
ធានាថាសកម្មភាពរបស់ពួកគេមាននិរន្តរភាពពិតប្រាកដក្រុមសន្សំប្រាក់នៅក្នុងសហគមន៍នីមួយៗត្រូវបានបង្កើតឡើងនេះបានផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុភ្លាមៗដល់សមាជិកហើយអ្វីដែលសំខាន់បំផុតនោះគឺសហគមន៍បាននឹងកំពុងបង្កើតមូលនិធិសម្រាប់ការពារព្រៃឈើដោយខ្លួនឯងគម្រោងនេះបានសរបញ្ជាក់ឲ្យឃើញថាការអភិរក្សព្រៃឈើនិងការលើកកម្ពស់ជីវភាពមិនមែនជារឿងដាច់ដោយឡែកពីគ្នានោះទេប៉ុន្តែវាជាកិច្ចការដែលត្រូវដើរទន្ទឹមគ្នានិងជួយជំរុញគ្នាទៅវិញទៅមកក្រោយពេលយើងអនុវត្តគម្រោងរយៈពេល2ឆ្នាំនៅក្នុងតំបន់គោលដៅហ្នឹងតាមរយៈការសង្កេតផ្ទាល់ក៏ដូចជាតាមរយៈការវិនិច្ឆ័យរបស់ទីប្រឹក្សាឯករាជ្យយើងឃើញថាសមាជិកសហគមន៍គាត់មានការកើនឡើងនៅប្រាក់ចំណូលគាត់មានលទ្ធភាពក្នុងការបង្កើនមុខរបររបស់គាត់និងមានលទ្ធភាពក្នុងការឧបត្ថម្ភការសិក្សារបស់កូនគាត់ប្រសើរជាងមុនដើម្បីចែករំលែកមេរៀនទាំងនេះនិងជំរុញលើកទឹកចិត្តដល់អ្នកផ្សេងទៀតយើងបានចងក្រងជាឯកសារសិក្សាស៊ីជម្រៅចំនួន2និងការផលិតវីដេអូចំនួន1ស្ដីពីដំណើរការគម្រោងទាំងមូលសម្រាប់ធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយភាពជោគជ័យនៃគម្រោងនេះគឺជាផែនទីបង្ហាញផ្លូវវាបង្ហាញពីថាមពលមិនគួរឲ្យជឿនៃសហគមន៍មូលដ្ឋាននៅពេលដែលពួកគេទទួលបាននូវចំណេះដឹងឧបករណ៍និងកិច្ចសហការបានត្រឹមត្រូវយើងសូមអញ្ជើញដៃគូម្ចាស់ជំនួយនិងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមជាមួយយើងក្នុងការបន្តធ្វើតាមគម្រោងនេះដើម្បីអនាគតព្រៃឈើរបស់យើង